Thưa toàn tha này nơiពេលដែលដូចថាចង់ធ្វើដូចថាចង់ប្រគេនស្អីប្រសង់អញ្ចឹងឲ្យស្មើគ្នាអញ្ចឹងណាបាទខ្ញុំក៏ដាក់បច្ច័យវាថាបើនិយាយតាមថារៀនណែអភិធម្មថាអត់ឲ្យប្រគេនបច្ច័យហ្នឹងផ្ទាល់ទៅដល់ណែបច្ច័យប្រគេនបានចាណាស់តលុយឯប្រគេនចាលុយហ្នឹងថាលុយខ្ញុំគិតតែបច្ច័យហ្នឹងថាវាលុយហ្នឹងចាយើងប្រើពាក្យអត់ត្រូវចាបច្ច័យអត់មានបច្ច័យ 100000 រៀលអត់មានបច្ច័យ 1 លានរៀលទេបច្ច័យមានតែ4គត់ចាមានបច្ច័យ4បច្ច័យ4ហ្នឹងគឺទី1បណ្ឌបាតបច្ច័យចង្ហាន់វត្តជូនចាទី2ចៃវរបច្ច័យឃើញទេគឺវប្រើប្រាស់ទី3សេនាសនៈបច្ច័យកត់សាលាឆាត់កតេលមុំគួយខ្នើយហ្នឹងចាយិនជំនិះអីហ្នឹងហើយនឹងទី4គិលានភេសជ្ជៈបច្ច័យភេសជ្ជៈមានថ្នាំសង្កូវកែរោគអីហ្នឹងអាហ្នឹងទៅជាបច្ច័យប្រគេនបានដោយពិនិត្យទៅលើកាលពេលវេលាអីចឹងទៅហើយរបស់គួរនិងមិនគួរចាអញ្ចឹងណាអញ្ចឹងទី1ត្រូវយល់ថាបច្ច័យប្រគេនបានចាណាតែរឿងមិនបានគឺមាសប្រាក់ឡើយថាប្រាក់ហ្នឹងទៀតចាខ្ញុំសុំសួរលោកគ្រូទៀតថាតើនៅពេលដែលប្រាក់ហ្នឹងខ្ញុំមួយទៀតថាសូម្បីមាសប្រាក់ក៏យើងប្រគេនបានដែរចាព្រោះយើងអត់មានទោសព្រោះការប្រគេនទេចាតែអ្នកដែលមានទោសគឺអ្នកទទួលអូណាដែលជាវិខសាមណេរដែលព្រះអង្គថាវិខសាមណេរហ្នឹងមិនក៏បីប៉ះពាល់មាសនិងប្រាក់ទេចាណាកុំថាមាសប្រាក់ខ្លួនឯងមាសប្រាក់របស់គេក៏កាន់អត់បានដែរចាពួកខ្ញុំជាអនាមសវត្ថុចាបាទពួកខ្ញុំនឹកឃើញចេះថាដល់បើខ្ញុំចង់ណែប្រគេនប្រសង់អញ្ចឹងយកបច្ច័យយកលុយហ្នឹងទៅជូនគេថាដាក់នៅវិជ្ជកឥឡូវខ្ញុំនិយាយវិន័យចុះយើងកុំមើលទោសនៅនេះនៅនោះហ្នឹងហើយនិយាយនេះក៏មិនប្រាថ្នាដើម្បីបៀតបៀនកណាគុណចាស់អីទេគឺចង់និយាយតែធម៌វិន័យព្រះអង្គទេហើយធ្វើបានបណ្ណាវាជាកម្រិតរបស់យើងកុំបន្ថែមទៅអូសម័យឥឡូវហើយបើមិនកាន់លុយមិនកើតអាហ្នឹងកលេសយើងទេវានិយាយចឹងហ្នឹងហើយយើងនិយាយយើងស្មើមើលងាយព្រះអង្គណាស្មើមើលងាយព្រះអង្គគ្មានដឹងខ្យល់អីមិនដឹងថាឥឡូវគឺត្រូវការលុយទេចឹងណាហើយយើងទៅថ្វាយគុំព្រះអង្គជ្រះថ្លាដែរបើដឹងព្រះអង្គអត់ដឹងខ្យល់អីហើយហ្នឹងហើយមិនមែនមានន័យថាការខ្ញុំនៅបួសខ្ញុំធ្វើបានទាំងអស់ហើយសិក្ខាបទខ្លះក៏ខ្ញុំធ្វើអត់បានដែរតែកន្លែងណាដែលខ្ញុំធ្វើអត់បានខ្ញុំដឹងថាអានេះកលេសខ្ញុំចាអត់មានវិន័យព្រះអង្គសង្កត់យើងទេអត់ទេកិលេសយើងសង្កត់យើងឲ្យធ្វើអត់កើតបើសទ្ធាខ្លាំងវិន័យស្អីក៏ធ្វើកើតដែររាល់វិន័យរបស់ព្រះអង្គគឺបរិសុទ្ធបានដោយសទ្ធាហ្នឹងហើយរឿងដែលយើងធ្វើមិនកើតមិនមែនសិក្ខាបទព្រះអង្គធ្វើឲ្យយើងធ្វើមិនកើតទេគឺកិលេសយើងនឹងថាមិនកើតទេបើមិនកាន់កើតទេអានេះកិលេសយើងតាអញ្ចឹងឲ្យយើងព្រមអញ្ចឹងបានវិន័យធម៌វិន័យនឹងនៅចាហើយបើយើងកាត់តម្រូវថាធម៌វិន័យតាមសម័យកាលបន្តិចអស់ហើយធម៌វិន័យនឹងបាត់អស់ហ្មងអញ្ចឹងបានឃើញប្រទេសខ្លះបួសនៅសល់ដូចសង្សៅលេងអីទេហក់លោតពេញនឹងនៅទី3អីសម្ដេចសង្ឃគេមានប្រពន្ធទៀតអានេះជាកាត់ថ្ងៃណាខ្ញុំមើលព័ត៌មានស្ដេចសង្ឃទី6របស់គេហ្នឹងគេទៅប្រសូតបុត្រគេធ្វើបុណ្យទទួលទៀតហ្នឹងហើយខ្ញុំបើបួសឲ្យមានចឹងដែរចាំបាច់សឹកដែរលោកគ្រូមិនបាច់កាត់ទេហ្នឹងខ្ញុំនិយាយតាមវិន័យចាវិន័យព្រះអង្គមិនឲ្យប៉ះពាល់ទេចាប៉ុន្តែព្រះអង្គអនុញ្ញាតឲ្យមានវិធីគឺអាចក្នុងន័យថាអ្នកខ្លះគាត់ចង់ធ្វើទានចំពោះភិក្ខុសាមណេរប៉ុន្តែក៏អត់មានរបស់អីក្រៅពីលុយកាក់ចាអញ្ចឹងហ្នឹងហើយអញ្ចឹងទៅលោកគាត់គួរយកទៅដាក់នឹងបុគ្គលណាមួយដែលអាចពឹងពាក់បានដែលថាវិជាវចកហ្នឹងហើយទឹកប្រាក់មានបណ្ណាជាងទូលប្រកេតលោកទៅថាមាន$10ឬក៏100000រៀលអញ្ចឹងខ្ញុំកណាបានដាក់ក្នុងដៃឧបាសិកាដារីដែលគាត់នៅគៀកវត្តហ្នឹងដែលថាជាឧបថាវត្តហ្នឹងណាចាហើយទូលប្រកេតលោកទៅថាបើលោកម្ចាស់សូមលោកម្ចាស់ប្រើប្រាស់បច្ច័យ4អា4ខ្ញុំរាប់មិញហ្នឹងចាហ្នឹងហើយចឹងនៅពេលដែលលោកត្រូវការឧទាហរណ៍លោកត្រូវការចង្ហាន់លោកត្រូវការជីវរលោកត្រូវការ
ឧបករណ៍សម្រាប់សិក្សារៀនសូត្រអ្វីដែលជារបស់ប្រើប្រាស់ប្រាប់គាត់នៅក្នុងតម្លៃប៉ុណ្ណឹងបើគេដាក់ទៅ$10យើងទៅទាស្មើនឹង100ក៏អត់បានដែរអញ្ចឹងណាហ្នឹងហើយនឹងវិន័យនិយាយអញ្ចឹង